ភាគលាភចំនួន227រៀលក្នុងមួយចំណែកភាគហ៊ុននឹងត្រូវបែងចែកជូនវិនិយោគិនសម្រាប់ឆ្នាំ2025នេះចំពោះប្រាក់ចំណេញឆ្នាំ2024របស់ធនាគារ Aceda នេះបើយោងតាមឯកសារដែលធនាគារ Aceda ផ្ដល់ជូនមកម្ចាស់ភាគហ៊ុនក្នុងឆ្នាំ2024ធនាគារ Aceda ទទួលបានប្រាក់ចំណេញប្រមាណ$120 លានហើយធនាគារបានសម្រេចធ្វើការដកប្រាក់ចំណេញចំនួន20%យកមកបែងចែកជូនវិនិយោគិនដែល20%នោះបើយើងគិតជាចំណែកភាគហ៊ុនក្នុងមួយចំណែកភាគហ៊ុនទទួលបាន227រៀលចំនួននេះហាក់បីដូចជាតិចចំពោះវិនិយោគិនដែលលោករំពឹងថាប្រាក់ចំណេញឆ្នាំ2024ចំនួន$120លាននេះធនាគារនឹងអាចធ្វើការបែងចែកជាភាគលាភជូនគាត់ចន្លោះពី30%រហូតទៅដល់45%ប៉ុន្តែទោះជាយ៉ាងណាធនាគារធ្វើការផ្ដល់ជូនត្រឹមតែ20%នៃប្រាក់ចំណេញហើយសាច់ប្រាក់ដែលទទួលបានចំនួន227រៀលនេះបើសិនជាយើងធៀបជាមួយនឹងថ្លៃភាគហ៊ុននាពេលបច្ចុប្បន្នដែលមានតម្លៃត្រឹមតែ$7000រៀលក្នុងមួយចំណែកភាគហ៊ុនគឺទទួលបានប្រហែលនឹង3%បាទ3%នេះបើធៀបទៅនឹងក្នុងទីផ្សារភាគហ៊ុនមិនទាបពេកក៏មិនខ្ពស់ពេកដោយសារក្នុងទីផ្សារភាគហ៊ុនជាមធ្យមភាគលាភដែលក្រុមហ៊ុនផ្ដល់ជូនវិនិយោគិនចន្លោះប្រហែលជា4%នោះមានន័យថាក្រុមហ៊ុនមួយចំនួនផ្ដល់ជូនតិចជាង4%ក្រុមហ៊ុនមួយចំនួនផ្ដល់ជូនលើសពី4%អញ្ចឹងយើងបូកសរុបជារួមចូលគ្នាប្រហែលទៅនឹង4%សម្រាប់ក្រុមហ៊ុននៅក្នុងផ្សារភាគហ៊ុនរបស់ខ្មែរយើងជារឿងល្អឬទេដែលធនាគារ Aceda ធ្វើការបែងចែកភាគលាភត្រឹមតែ20%នៃប្រាក់ចំណេញនៅក្នុងឆ្នាំនេះចំពោះខ្ញុំយល់ថានេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនៅក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ចសកលពុំទាន់មានលំនឹងបាទសង្គ្រាមមួយចំនួនក៏កំពុងតែនៅបន្តនៅឡើយស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសក៏ពុំទាន់ច្បាស់លាស់និងមានហេតុផលជាច្រើនទៀតជាពិសេសស្ថានភាពធនាគារខ្លួនឯងផ្ទាល់ក៏កំពុងតែនឹងថយប្រាក់ចំណេញនៅឡើយនោះមានន័យថាប្រាក់ចំណេញដែលទទួលបាន120លានរៀលនៅក្នុងឆ្នាំ2024នេះប្រសិនបើធៀបជាមួយឆ្នាំ2023គឺវាបានថយចុះមួយចំនួនហាក់ទៅនឹងជិត20%ដែរទាំងនេះហើយគឺសុទ្ធតែជាបាទហេតុផលដែលធនាគារពុំអាចធ្វើការផ្ដល់ភាគលាភចំនួនច្រើនដោយការរំពឹងទុកដែលគិតថានឹងទទួលបានរហូតដល់45%ឬក៏40%នៃប្រាក់ចំណេញស្ថានភាពបែបនេះខ្ញុំយល់ថាធនាគារធ្វើការសម្រេចចិត្តបែបនេះគឺដើម្បីរក្សាភាពធន់និងភាពរឹងមាំរបស់ធនាគារថ្មីនេះសហរដ្ឋអាមេរិកក្រោមប្រធានាធិបតីត្រាំក៏បានបង្កើតនៅបាទការយកពន្ធត្រឡប់ទៅកាន់ប្រទេសមួយចំនួនដែលមានអនុភាពពាណិជ្ជកម្មនឹងទូទាំងពិភពលោកជាង100ប្រទេសទាំងនេះអាចបង្ហាញថាសញ្ញាណនៃសេដ្ឋកិច្ចកំពុងតែពុំមានភាពច្បាស់លាស់នៅឡើយដែលយើងគិតថាអាចនឹងមានបាទការឆ្លើយតបពីប្រទេសមួយចំនួនទៅលើការដាក់ពន្ធត្រឡប់ទៅវិញប្រសិនបើមានការដាក់ពន្ធត្រឡប់ទៅវិញបាទប្រទេសត្រាំអាចនឹងបង្កើនពន្ធបន្តទៀតនោះសេដ្ឋកិច្ចពិភពលោកអាចនឹងដើរថយក្រោយឬក៏រងហានិភ័យមួយចំនួនដែរទាំងនេះហើយដែលយើងយល់ថាការសម្រេចចិត្តរបស់ធនាគារ Aceda ក្នុងការបែងចែកភាគលាភជូនមកវិនិយោគិន20%នៃប្រាក់ចំណេញនេះគឺជាចំនួនមួយដែលសមស្របកលៈទេសៈដែលធនាគារកំពុងតែបាទស្ថិតនៅក្នុងបរិបទមួយដែលពុំទាន់មានភាពច្បាស់លាស់ហើយវិនិយោគិនក៏ចង់ទទួលបាននៅទិន្នផលភាគលាភនឹងផងដែរដូច្នេះហើយបើឲ្យ10%ដូចឆ្នាំមុនតិចពេកបើឲ្យលើសពេកអាចប៉ះពាល់ធនាគារទើប20%នេះគឺជាចំនួនមួយដែលអាចគិតថាធនាគារក៏នៅតែរក្សាបានភាពធន់និងភាពរឹងមាំជាចុងក្រោយចង់បញ្ជាក់ថាអ្វីដែលខ្ញុំលើកឡើងនេះគ្រាន់តែជាមតិផ្ទាល់ខ្លួនពុំទាន់មានការសិក្សាស្រាវជ្រាវអីស៊ីជម្រៅទេប្រសិនបើបងប្អូនសម្រាប់ចិត្តនៅក្នុងការវិនិយោគពីធនាគារ Aceda បងប្អូនគួរតែធ្វើការសិក្សាឲ្យបានស៊ីជម្រៅនិងតាមដានឲ្យបានជាប់លាប់និងមួយទៀតជាយោបល់ខ្ញុំគឺយើងប្រើប្រាស់តែសាច់ប្រាក់ណាដែលពុំមែនជាសាច់ប្រាក់ចាំបាច់ហើយពុំត្រូវវិនិយោគអីទាំងស្រុង100%នៃសាច់ប្រាក់ដែលយើងមានទេព្រោះទីផ្សារភាគហ៊ុនវាមិនមានភាពថិតថេរទេត្រូវចុះដែលគ្មានមូលហេតុក៏មានត្រូវឡើងដែលគ្មានមូលហេតុក៏មានដូច្នេះហើយវាស្ថិតនៅក្នុងការវិនិយោគមួយដែលប្រកបទៅដោយហានិភ័យខ្ពស់ប៉ុន្តែឱកាសចំណេញក៏ខ្ពស់ដែរ high risk high return ដូច្នេះហើយយើងគួរតែបាទរំលែកសាច់ប្រាក់យើងនៅក្នុង high risk high return កុំឲ្យច្រើនពេកបាទគួរតែទៅកន្លែងណាដែលមានសុវត្ថិភាពហ្នឹងគឺគួរតែចំនួនហ្នឹងច្រើនជាងនេះគ្រាន់តែជាយោបល់ផ្ទាល់ខ្លួនទេនឹងសូមជូនពរឲ្យបងប្អូនទទួលបានផលចំណេញនៅរយៈពេលវែងទាំងអស់គ្នាសូមអរគុណសូមជម្រាបលា